តោះពុកម៉ែបងប្អូនអរគ្នាយើងដល់ថ្ងៃវិសាខបូជាហើយខ្វះមួយថ្ងៃទៀតដល់ថ្ងៃវិសាខបូជាហើយបងប្អូនទៅលេងវត្តណាវិញខ្ញុំប្រហែលជាវត្តកុលតឹងវត្តនិក្រូធវ័ននៅក្នុងពុទ្ធសាសនារបស់យើងមាន2ថ្ងៃនេះសំខាន់ណាគឺថ្ងៃមាឃបូជានិងថ្ងៃវិសាខបូជាអានេះខ្ញុំរៀនកត់ចំណាំខ្លួនឯងទេថ្ងៃវិសាខបូជាហ្នឹងមានន័យយ៉ាងម៉េចហើយថ្ងៃមាឃបូជាហ្នឹងមានន័យយ៉ាងម៉េចអញ្ចឹងខ្ញុំនិយាយពីថ្ងៃមាឃបូជាមុនថ្ងៃមាឃបូជាគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធចាប់ដើមប្រកាសសម្ដែងនៅឱវាទបតិមោក្ខបានរៀបចំនៅធម៌ទាំង11ប្រការហើយបានដាក់អាយុសង្ខារថា3ខែទៀតនឹងចូលបរិនិព្វានត្រូវមក3ខែបន្ទាប់ហ្នឹងគឺវិសាខបូជាហ្នឹងហើយថ្ងៃចូលបរិនិព្វានកាលមាឃបូជាគាត់ដាក់ថា3ខែក្រោយអញ្ចឹង3ខែក្រោយគឺវិសាខបូជាមានចតុរង្គសន្និបាតគឺការជួបជុំគ្នារវាងព្រះសង្ឃនៅថ្ងៃពេញបូរមីហ្នឹងព្រះសង្ឃចំនួន1250អង្គមកជួបជុំគ្នាដោយមានការណាត់ជួបទៀតណាហើយព្រះសង្ឃសុទ្ធតែជាព្រះអរហន្តដែលមានអភិញ្ញាបាទហើយនឹងមានអហិភិក្ខុហ្នឹងគឺភិក្ខុដែលបានបួសដោយមិនបានកោសក់ដោយកបិតដីឡាមនោះទេគឺគាត់បួសដោយព្រះពុទ្ធបានគេហៅថាកាន់ថាបួសជាចូលអ្នកបួសជាអហិភិក្ខុអញ្ចឹងគឺក្រងស្បៃជីវរអញ្ចឹងហ្មងស្បង់ជីវរអញ្ចឹងហ្មងបាទហើយថ្ងៃព្រះពុទ្ធបានសម្ដែងឱវាទបតិមោក្ខអញ្ចឹងទៅហើយថ្ងៃព្រះពុទ្ធបានដាក់អាយុសង្ខារថា3ខែក្រោយព្រះអង្គនឹងចូលបរិនិព្វានហ្នឹងណាថ្ងៃមាឃបូជាឥឡូវ3ខែក្រោយមកដល់វិសាខបូជាដល់ថ្ងៃវិសាខបូជានេះមានន័យថាជាថ្ងៃដែលយើងរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធថ្ងៃដែលព្រះអង្គបានប្រសូតនៅថ្ងៃសុក្រ15កើតឆ្នាំចហ្នឹងហើយនៅដល់ពេលប្រសូតហើយនៅថ្ងៃព្រះអង្គត្រាស់ដឹងនៅថ្ងៃពុធដល់ពេលព្រះអង្គត្រាស់ដឹងហើយនៅមានព្រះអង្គចូលបរិនិព្វាននៅថ្ងៃ